ព្រលឹងរូបគំរូតទៅរូបកាយព្រលឹងវិញ្ញាណបាទអញ្ចឹងរូបកាយព្រលឹងវិញ្ញាណគឺ3ផ្នែកផ្សេងពីគ្នាបាទក្នុងនេះខ្ញុំកំណត់ថាបន្ទប់ចិត្តហ្នឹងហើយបន្ទប់អារម្មណ៍ដែលក៏ពីងភីនីលហើយនិងភីតូរីបាទហើយនេះគឺរូបកាយមនុស្សហើយនេះសន្មតថាព្រលឹងហើយនេះវិញ្ញាណក៏នៅស្របរូបកាយហើយមានព្រលឹងទៅហើយមានវិញ្ញាណបាទហើយវិញ្ញាណនេះនៅស្របជាទូទៅភាគច្រើនគឺវិញ្ញាណអ្នកថែរក្សាបាទមានថែរក្សាមនុស្សឬក៏មានវិញ្ញាណមនុស្សដែរគាត់អាចនៅស្របនឹងហើយនៅវិញ្ញាណគាត់មាននៅក្នុងបន្ទប់នឹងដែរបន្ទប់ចិត្តហើយបន្ទប់អារម្មណ៍ដែរវិញ្ញាណផ្សេងអញ្ចឹងមានមនុស្សមិនមែនតែមួយទេវិញ្ញាណនៅមានអ្នកថែរក្សាដែរអញ្ចឹងមានមនុស្សហើយមនុស្សអាចមានអ្នកចូលរួមនៅក្នុងនឹងរូបកាយជាផ្នែករូបិយមានសាច់មានឈាមអញ្ចឹងរូបកាយលោកអ្នកអាចជ្រាបដឹងច្រើនសម្រាប់លោកអ្នកដែលសិក្សាផ្នែកពេទ្យអញ្ចឹងតែខ្ញុំសូមជម្រាបជូននៅក្នុងនេះភាគច្រើនអត់លើផ្នែកអរូបិយបាទព្រលឹងគឺនៅក្នុងរូបកាយស្របមើលរូបកាយបាទជាជីវិតផ្នែកអរូបិយដែលមានវិញ្ញាណស្នាក់នៅបាទវិញ្ញាណស្នាក់នៅក្នុងព្រលឹងដែរព្រលឹងវិញ្ញាណក្នុងបន្ទប់ហ្នឹងដែរបន្ទប់ហើយក៏វិញ្ញាណនៅស្របក្នុងព្រលឹងនោះដែរដែលផ្ទុកព្រះបន្ទូលព្រះនាំឲ្យមានជីវិតបាទព្រលឹងមានផ្ទុកព្រះបន្ទូលព្រះនៅក្នុងនោះនាំឲ្យមានជីវិតនៅក្នុងបន្ទប់ចិត្តហ្នឹងគឺមានឧបករណ៍ដែលដំណើរការដែលព្រះបន្ទូលព្រះបាទវិញ្ញាណផ្នែកអរូបិយនិងរូបិយវិញ្ញាណផ្ទាល់ក្នុងមនុស្សជាម្ចាស់បាទម្ចាស់រូបកាយនឹងបាទមានវិញ្ញាណមនុស្សផ្សេងដែលរូបដំណើរជីវិតដែរក៏មានវិញ្ញាណមនុស្សផ្សេងរូបដំណើរដែរអាចជាវិញ្ញាណដែលបានរួចពីកម្មបាទតែព្រលឹងត្រូវបានឃុំបាទគាត់បានរួចមកទៅវិញ្ញាណទេតែព្រលឹងគឺត្រូវបានឃុំទុកបាទចឹងឲ្យមកត្រឹមលោកីវិញបាទមករស់នៅលោកីវិញលោកីក៏ជាឋានដែលមានកម្មដែរតែមិនកម្រិតខ្លាំងដូចនៅឋានឃុំព្រលឹងឬក៏ឋានរូបវិញ្ញាណក្នុងព្រលឹងក្នុងបន្ទប់ចិត្តបន្ទប់អារម្មណ៍ឬស្របជាមួយរូបកាយបាទវិញ្ញាណនៅស្របជាមួយរូបកាយជាទូទៅជាវិញ្ញាណថែរក្សាមានការផ្លាស់ប្ដូរចេញចូលក្នុងព្រលឹងចេញចូលក្នុងបន្ទប់ចិត្តបន្ទប់អារម្មណ៍ផងដែរភាគច្រើនជាវិញ្ញាណពេញវ័យឡើងវិញ្ញាណថែរក្សាគឺភាគច្រើនគឺវិញ្ញាណពេញវ័យបាទពេញវ័យឡើងគាត់ថែរក្សាមនុស្សបានវិញ្ញាណមនុស្សអាចក្មេងបាទក្មេងតែមិនមែនជាក្មេងជាងរូបកាយយើងទេគាត់គឺមានអាយុច្រើនជាងរូបកាយគាត់កើតមុនអញ្ចឹងវិញ្ញាណថែរក្សាចេញជាក្រុមដឹងខុសដឹងត្រូវបាទនិយាយឲ្យងាយយល់គឺវិញ្ញាណល្អវិញ្ញាណមិនល្អបាទនៅក្នុងមនុស្សក្នុងគម្ពីរលោកុបាទជំពូក2 16 17ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្តតែឯដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានជាខំពីបញ្ជាក់ពីការបរិភោគដើមដឹងខុសត្រូវគឺខុសបញ្ញត្តិត្រង់គឺមនុស្សនឹងស្លាប់អញ្ចឹងហើយក៏ពេលហ្នឹងវិញ្ញាណសេចក្តីមិនល្អក៏បានចូលទៅនៅដែរក្នុងមនុស្សដែរអញ្ចឹងបាទនេះរូបភាពបន្ទប់ចិត្តទុបព្រលឹងដែលខ្ញុំសូមគូររូបជាឧទាហរណ៍ជម្រាបបាទហើយក្នុងនោះតាមបទពិសោធន៍ខ្ញុំធ្លាប់សុបិននិមិត្តហើយក៏យោងទៅក្នុងគម្ពីរដែរបាទហើយបទពិសោធន៍ការស្ដាប់ឮដែរបាទរូបគំនូរនេះក៏យោងទៅលើបទពិសោធន៍ដែលខ្ញុំបានជួបវិញ្ញាណដែលគាត់ចូលនៅក្នុងបន្ទប់ចិត្តខ្ញុំបាទដែលគាត់ចូលហើយខ្ញុំឮសន្តានហ្នឹងខ្ញុំជម្រាបបន្ទាប់ទៀតបាទនៅក្នុងនោះខ្ញុំកំណត់បានមានកៅអីបាទជាបល្ល័ង្កចិត្តហើយមានវិញ្ញាណនឹងខុសនឹងត្រូវអញ្ចឹងហើយមានមនុស្សអញ្ចឹងក៏មានឧបករណ៍នេះមានហាក់ដូចជាដែលកុំព្យូទ័រដែលមានអេក្រង់រឿងធំអញ្ចឹងខ្ញុំគូររូបនេះជាឧទាហរណ៍បាទថាមានឧបករណ៍ហើយក្នុងនោះក៏មានបន្ទប់ជ្រុងខ្ញុំឃើញបន្ទប់ជ្រុងហាក់ដូចនៅក្នុងកញ្ចក់មួយហើយកលេចមើលទៅគឺឃើញដូចចក្រវាលហ្នឹងបាទហើយមានផ្កាយហើយជាធូលដែរហើយដើម្បីអាចទាញព័ត៌មានពីខាងក្រៅមកហ្នឹងដើម្បីឲ្យដឹងធូលនេះទាញភ្ជាប់ទៅឧបករណ៍ហ្នឹងហើយជាមួយកៅអីក៏ភ្ជាប់ទៅដែរហើយក៏មានភ្ជាប់ទៅនឹងខួរក្បាលទៀតតែខ្ញុំបានគូររូបខួរក្បាលអញ្ចឹងហើយក្នុងនេះមុនដែលយើងជឿព្រះអញ្ចឹងមានសន្តានបែបហ្នឹងអញ្ចឹងក្នុងមនុស្សតពីជឿព្រះហើយគឺព្រះអង្គបានប្រោសយើងឲ្យមានពលឺឲ្យដូចជាកាត់ឡើងវិញអញ្ចឹងវិញ្ញាណកាត់ឡើងវិញហើយមានការគ្រប់គ្រងដោយព្រះអង្គម្ចាស់ឬក៏ទេវតានៃទ្រង់អញ្ចឹងហើយពេលខ្លះក៏មនុស្សយើងឡើងអង្គុយដែរឬក៏មានការគ្រប់គ្រងដោយទ្រង់ជួយគ្រប់គ្រងថែរក្សាជំនួសវិញ្ញាណដែលមិនល្អវិញជំនាញមិនល្អគឺបានរុញចេញវិញអញ្ចឹងរុញចេញមកក្រៅបន្ទប់ចិត្តហើយក្នុងនោះខ្ញុំកំណត់ថាមានច្រកទ្វារដែលអាចភ្ជាប់ឬក៏ portal ឬច្រកទ្វារអាចភ្ជាប់ទៅនឹងស្ទប់ទី4ស្ទប់ដែលនៅឋានខំព្រលឹងហើយក៏មានច្រកស្រាប់ចេញចូលមកបន្ទប់អារម្មណ៍អញ្ចឹងបាទហើយនៅក្នុងព្រលឹង tool ហ្នឹងគឺជាឧបករណ៍ដំណើរការដោយព្រះបន្ទូលព្រះហើយមានសេចក្តីកំណត់ត្រាពីបេសកកម្មអំពីដំណើរជីវិតអាយុចំណេះដឹង
រូបប្រាជ្ញាជោគវាសនាជាក្តីនឹងត្រូវទទួលបាទក្តីនឹងត្រូវទទួលក៏មានកត់ត្រាដែរបង្ហាញពីកម្រិតដែរស្រាលឬធ្ងន់អញ្ចឹងបាទហើយអត្តសញ្ញាណរបស់លោកអ្នកពីអតិចរិតចរិយាមាយាទយ៉ាងសិលធម៌ចិត្តគំនិតកំណត់ត្រាអំពីលោកអ្នកជានរណាដែរបាទមានគូក្រងដែរកត់ត្រាអំពីរូបភាពបាទកត់ត្រារូបភាពក៏នៅក្នុងនឹងដែរសកម្មភាពជាអំពើល្អអំពើមិនល្អជាប់ទៅនឹងកៅអីជាបលាំងចិត្តបាទហើយមានភ្ជាប់ទៅនឹងឧបករណ៍នេះដែរឧបករណ៍ដែលប្រមូលព័ត៌មានហ្នឹងភ្ជាប់ទៅដែរហើយក៏មានភ្ជាប់ទៅខួរក្បាលមនុស្សដែរហើយខ្ញុំសូមអនុញ្ញាតជម្រាបបទពិសោធន៍ដែលបានឮតាមញៀនរបស់ខ្ញុំបានតកតងនឹងបន្ទប់ចិត្តហ្នឹងហើយដែលនាំឲ្យខ្ញុំបានយល់អំពីសន្តានព្រលឹងនិងវិញ្ញាណបាទបទពិសោធន៍អាយុ5ឆ្នាំបាទអាយុ5ឆ្នាំពេលយប់ហ្នឹងខ្ញុំឮសំឡេងគោះទ្វារបាទឮសំឡេងគោះទ្វារហើយទ្វារហ្នឹងទ្វារក្នុងវិញ្ញាណទ្វារចិត្តណាបាទទ្វារតុកតាមខ្ញុំគឺទ្វារទី4នេះតុកខ្ញុំបើកទ្វារផងសម្បាក់ទ្វារផងហើយខ្ញុំឮសំឡេងបើកទ្វារក្រាកហើយឮសំឡេងខ្យល់ខ្លាំងហ្នឹងគាត់ហ្នឹងដល់តាមខ្ញុំចាំអត់ភ្លេចទេបាទនៅពេលល្ងាចហើយឮសំឡេងទ្វារខ្លាំងហើយក៏សំឡេងទ្វារបិទមកក្តាំងវិញដូចទាញខ្យល់ខ្លាំងទីប្រឹងទាញមកបិទវិញអញ្ចឹងនៅស្ទាប់ហ្នឹងគឺខ្យល់ខ្លាំងតាមសេចក្តីចម្លែកមែនទេខ្ញុំសូមជម្រាបឲ្យបានជ្រាបដែរបាទហើយទៅមកក៏ស្អែកឡើងគឺមានសំឡេងមកថាខ្ញុំមកវិញហើយថានៅទីនោះពិបាកណាស់មកទីនេះវិញក៏គាត់មកជាងទីនោះដែរអញ្ចឹងខ្ញុំចង់ជម្រាបថាមានការរួមដំណើរដោយវិញ្ញាណបាទដែលបានរួចខ្ញុំគិតថាគាត់អាចរួចចេញពីកម្ពុជាបាទរួមដំណើរតែក្រោយដែលខ្ញុំមកភ្នំពេញនៅអាយុ7ឆ្នាំហ្នឹងឮសំឡេងថាសូមលាទៅនៅជាមួយបងប្អូនវិញហើយក្មួយហើយអរគុណក្មួយហើយក្មួយខំប្រឹងធ្វើល្អណាក្មួយអញ្ចឹងខ្ញុំឮសំឡេងហ្នឹងក៏ដែលបន្ទាប់ពីមកភ្នំពេញមកដល់ភ្នំពេញអាយុ7ឆ្នាំបាទនេះសន្តានមួយដែលខ្ញុំចង់ជម្រាបបាទចំណុចទី2មានវិញ្ញាណអរិយស្វែងរកមនុស្សដែលស្ដាប់ឮខាងក្នុងបទពិសោធន៍ហ្នឹងគឺនៅថ្ងៃមួយនោះដូចខ្ញុំចាំមិនភ្លេចទេគឺ2011ហ្នឹងបាទ11 12មានវិញ្ញាណមកក្រុមតែមានមួយហ្នឹងគឺគាត់ចូលទៅក្នុងបន្ទប់ចិត្តខ្ញុំឮសំឡេងទ្វារបើកក្រាកហើយឮសន្ធឹកជើងដើរចូលក្នុងបន្ទប់ចិត្តហ្នឹងហើយគាត់ចូលទៅគាត់ចុចឧបករណ៍ពាក់ប៉ក់នៅក្នុងហ្នឹងគឺគាត់ដឹងសន្តានរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេងនៅអីចឹងដំណើរជីវិតអីចឹងគាត់ដឹងគាត់មើលដឹងហើយគាត់និយាយខ្ញុំទៅមើលទៅផ្លេតដឹងសន្តានដឹងអីសកម្មភាពអីអស់ចឹងគាត់ដឹងពីហើយគាត់ហើយគាត់ចង់លុបដំណើរសេចក្តីដែលអីមួយហើយទេវតាខ្ញុំគាត់ថាអត់ឲ្យប៉ះពាល់វែងទេទេវតាថែសារថាគាត់ថាខ្ញុំក្នុងការគ្រប់គ្រងរបស់គាត់ក៏អត់ឲ្យប៉ះពាល់ទេចឹងហើយក៏គាត់អត់ហ៊ានប៉ះពាល់អីដែរគាត់ហើយគាត់ទៅឲ្យមើលហើយទៅមកគាត់មើលច្រើនតែទៅមកក៏គាត់ដើរគាត់ចេញមកវិញគាត់ថាខ្ញុំហ្នឹងសំណាងហើយបានសង្គ្រោះតាន់ក្នុងអីហ្នឹងដែលពិបាកហើយចង់ជម្រាបចឹងហើយគាត់ហ្នឹងតែពិតតាមដែលនេះគឺមានគាត់ជាលំដាប់នេះដែរលំដាប់មេដែលនេះខាងក្នុងហ្នឹងដែលគាត់អាចមានសមត្ថភាពអាចប្រើឧបករណ៍នឹងបានចឹងតែគាត់ខ្ញុំទេវតាគាត់ជួយថែរក្សាដំបូងខ្ញុំចេះចង់នេះដែរចង់ភ័យមិនឲ្យគាត់ចូលចឹងរឿងភ័យដែរសម្លេងប្រាប់ថាមានគេអមហើយកុំអត់ភ័យអីចឹងខ្ញុំចង់ជម្រាបពីសេចក្តីហ្នឹងបាទហើយនេះរូបភាពនៃបន្ទប់អារម្មណ៍ខ្ញុំគូបានជារូប sample បាទគំរូក្នុងហ្នឹងគឺមានបន្ទប់អញ្ចឹងសម្រាប់អាចមានបន្ទប់ច្រើនសម្រាប់វិញ្ញាណផ្សេងៗហើយមានបន្ទប់ដែលធ្វើដំណើរឡើងទៅបន្ទប់ចិត្តអញ្ចឹងឆ្លងនេះការចូលមកហើយក្នុងហ្នឹងមានវិញ្ញាណដឹងខុសហើយនឹងត្រូវឲ្យគាត់គ្រប់គ្រងក្នុងអារម្មណ៍នឹងដែរអញ្ចឹងព្រលឹងជាផ្នែកអរូបីរបស់មនុស្សសត្វដែលមើលពុំឃើញឬមើលពុំឃើញឲ្យភ្នែកទូទៅតែមើលឃើញដោយវិញ្ញាណឬសន្តានដូចជាខ្យល់ឬខ្យល់ស្រអាប់នៅក្នុងព្រលឹងមានកំណត់វិសកម្មជីវិតវាសនាដំណើរជីវិតអាយុប្រាជ្ញាគូព្រេងផ្សេងៗកំណត់ស្ដីអំពីអត្តសញ្ញាណរបស់លោកអ្នកបាទក៏ត្រាអំពីលោកអ្នកជានរណាសេចក្តីដែលប្រព្រឹត្តបាទសេចក្តីដែលប្រព្រឹត្តហ្នឹងគឺមាននៅក្នុងទាំងអស់ហើយក៏មានសេចក្តីដែលនឹងទទួលនៅក្នុងអធូលហ្នឹងគឺមានសេចក្តីដែលនឹងទទួលកំណត់នៅក្នុងនឹងដែរបាទមានកម្រិតទាបកម្រិតទៅតាមកំហុសបាទឬខ្ពស់ទៅតាមកំហុសអីចឹងកំណត់ទុកពីសកម្មភាពផ្សេងជាសេចក្តីល្អជាសេចក្តីមិនល្អបាទមានឧបករណ៍ដំណើរការដោយព្រះបន្ទូលព្រះមានមុខងារគ្រប់គ្រងឬបង្កើនសមត្ថភាពដំណើរការដល់រូបកាយក្នុងព្រលឹងគឺមានបន្ទប់ចិត្តមានបល្ល័ង្កចិត្តមានទ្វារចេញចូលដោយវិញ្ញាណដែលសម្រេចចិត្តលើការធំជាកៅអីដែលមានក្នុងបន្ទប់អារម្មណ៍មានច្រកទ្វារជីវិតក៏
ក្នុងព្រលឹងដែលចូលដល់វិញ្ញាណដែលកំណត់ជាម្ចាស់ព្រលឹងនិងរូបកាយបន្ទប់ដែលមានបល្ល័ង្កចិត្តបាទតែអាចត្រង់ដើមខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតបើនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានបាទនោះនឹងត្រូវគឺសេចក្តីដែលនឹងទទួលបាទមានកំណត់អញ្ចឹងព្រលឹងគឺជាសេចក្តីនឹងមានកំណត់ចែងអញ្ចឹងជា tool ជាកំណត់ចែងបើឯងធ្វើល្អតើបានទឹកមុខរីករាយវិញទេឬអីបើឯងធ្វើមិនល្អនោះមានដង្វាយលុបបាបដេកនៅមាត់ទ្វារស្រាប់ហើយចិត្តវានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរបាទជាសេចក្តីដែលនឹងដែរបាទនឹងបានទឹកមុខរីករាយវិញទេឬអីបាទមានចិត្តបាទគឺក្នុងនោះគឺមានមាត់ទ្វារហើយមានចិត្តនេះជម្រាបមុនហ្នឹងមានសេចក្តីខ្លះដែលរក្សាទុកក្នុងឧបករណ៍ដែលមានក្នុងព្រលឹងគឺអាចដាក់លាក់ដកចេញលុបចេញបង្ហាញបាទទៅតាមសមត្ថភាពរបស់វិញ្ញាណបាទដែលវិញ្ញាណខ្ញុំជម្រាបខាងមុនគឺគាត់ត្រង់លុបសេចក្តីអីមួយឧទាហរណ៍សេចក្តីដែលខ្ញុំចង់ជម្រាបជូនលោកអ្នកហ្នឹងឲ្យជាពីព្រះពុទ្ធហ្នឹងហើយគាត់ចង់លុបសន្តានហ្នឹងឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងដែរបាទព្រលឹងជាមនុស្សសត្វផ្នែកអរូបីមានទម្រង់ដូចរូបកាយអាចប្រែទម្រង់បានមានចិត្តគំនិតអារម្មណ៍ស្រឡាញ់សប្បាយកាត់ទុកត្រជាក់ក្តៅញៀនមើលឃើញស្ដាប់ឮដឹងក្លិនជាដើមព្រលឹងជាទូទៅស្ថិតនៅក្នុងដីដូចជារូបកាយមនុស្សកើតមកពីដីរូបកាយមកដីគឺមានព្រលឹងនៅក្នុងហ្នឹងគឺក៏មានវិញ្ញាណជាចំហាយទឹកដូចទឹកជ្រាបទៅក្នុងដីអញ្ចឹងរូបកាយជាដីអញ្ចឹងវិញ្ញាណអាចស្ថិតនៅក្នុងនឹងបានដែរក្នុងព្រលឹងក៏អាចស្ថិតនៅទីតាំងផ្សេងដូចជាអាចនៅឋានសួគ៌បរឋានបរមសុខអីទៅព្រលឹងអាចបានទៅដល់ទីសុខសាន្តសប្បាយរីករាយដែរបាទនៅពេលព្រលឹងបានទទួលសេចក្តីសង្គ្រោះពីព្រះអម្ចាស់យេស៊ូវព្រលឹងមានសន្តានជាខ្យល់អាចបត់បែនរូបរាងបានក៏ជាយានដោយការបញ្ជារបស់វិញ្ញាណបាទព្រលឹងអាចមានព្រលឹងមនុស្សខ្លះគឺអាចជាយានអាចនាំវិញ្ញាណបានទៅដល់ទីសង្គ្រោះបាទក៏ជាយានដែរព្រលឹងអាចជាយានដោយការបញ្ជារបស់វិញ្ញាណដែលនៅខាងក្នុងព្រលឹងទៅពេលលាចេញពីរូបកាយអញ្ចឹងបើព្រលឹងយើងបានសង្គ្រោះទេវតានឹងនាំព្រលឹងវិញ្ញាណអញ្ចឹងទៅទីសង្គ្រោះទីសុខសាន្តនៅក្នុងបន្ទប់ចិត្តមានវិញ្ញាណមនុស្សក៏មានការជិញ្ជូនរបស់វិញ្ញាណអ្នកថែរក្សាពីក្រុមដឹងខុសដឹងត្រូវតែវិញ្ញាណដឹងខុសមានអំណាចលើវិញ្ញាណដឹងត្រូវវិញ្ញាណដឹងខុសវិញ្ញាណអរិយមានអំណាចគ្រប់គ្រងលើមនុស្សហើយនឹងវិញ្ញាណដឹងត្រូវរបស់មនុស្សហ្នឹងព្រោះវិញ្ញាណមានគ្នានៅខាងក្រៅចាំជួយនៅគ្រាមនុស្សពុំទាន់បានទទួលសេចក្តីសង្គ្រោះពីព្រះអម្ចាស់យេស៊ូវព្រលឹងមានតម្លៃខ្លាំងលើសផែនដីទាំងមូលព្រលឹងគឺមានតម្លៃណាស់អញ្ចឹងលោកអ្នកជ្រាបដឹងថាលើសផែនដីទាំងមូលទៀតខគម្ពីរខាងក្រោមនឹងជម្រាបរូបកាយនឹងស្លាប់បើព្រលឹងបានចាក់ចេញពីរូបកាយឬនៅពេលប្រព័ន្ធដំណើរការរបស់ព្រលឹងជាមួយរូបកាយត្រូវបានឈប់ឬបានបិទជាដើមព្រះយេស៊ូវមានបន្ទូលថាត្បិតបើមនុស្សណាដែលបានលោកីទាំងមូលតែបាត់ព្រលឹងទៅនោះតើមានប្រយោជន៍អ្វីដល់អ្នកនោះឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញព្រលឹងនាំឲ្យរូបកាយមានជីវិតមានចលនានិងមានទំនាក់ទំនងជាមួយរូបកាយដោយសារឈាមឬកោសិកាឈាមជីវិតមនុស្សសត្វដែលមានឈាមអាចសន្មត់ថាមានព្រលឹងនៅពេលរូបកាយនៅក្នុងរូបកាយនោះត្បិតឈាមជាជីវិតនៃអស់ទាំងសត្វឈាមនិងជីវិតនោះគឺតែមួយទេមើលព្រលឹងទាំងអស់ជារបស់ផងទ្រង់ទោះទាំងព្រលឹងនៃឪពុកព្រលឹងនៃកូនផងក៏ជារបស់ផងទ្រង់ដូចគ្នាហើយព្រលឹងណាដែលធ្វើបាបគឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញតែបើមនុស្សពុំបានសង្គ្រោះទេនោះគឺព្រលឹងនឹងជាប់នៅឋានក្រុមព្រលឹងដែលមានកម្មហើយវិញ្ញាណមនុស្សនឹងទទួលទុកពីសេចក្តីដែលបានធ្លាយក៏ជាសេចក្តីទុកដែលជាប់ជាដំណរដល់កូនចៅ3 4ដំណរផងដែរឋានគុំព្រលឹងដែលមានកម្មព្រលឹងនោះនឹងត្រូវឃុំទុកបាទសម្រាប់គ្រាដែលព្រះអង្គម្ចាស់ប្រោសឲ្យរស់ឡើងវិញហើយត្រូវជ្រុំជម្រះសម្រាប់វិញ្ញាណមនុស្សត្រូវរងទុកតាមកម្រិតបាបដែលខ្លួនប្រព្រឹត្តបើធ្ងន់ដល់ទីជម្រៅនៃចំហុកធំបាទហើយរងចាំដល់ថ្ងៃជម្រះធំជាថ្ងៃចុងក្រោយមកដែលវិញ្ញាណបានរងទុកនៅខ្លួនឯងឬក៏បានសងដោយកូនចៅ3 4ដំណររួចហើយមានការដោះលែងបាទដោះលែងវិញ្ញាណឲ្យត្រឡប់មកវិញត្រឹមតែលោកីទេបាទបានដោះលែងឲ្យដល់ឋានសួគ៌ទេគឺត្រឹមលោកីរងទុកលោកីក៏ជាឋានជាប់មានកម្មរងទុកដែរបាទតែកម្រិតស្រាលជាងឋានគុំព្រលឹងឬឋាននរកបាទការរងទុកមានរយៈពេលយូរបាទការរងទុកឋានគុំព្រលឹងមានរយៈពេលយូរជាការលំបាកខ្លាំងឬពុំអាចរួចក៏មានដែរបាទផុងទៅនឹងហើយ
ការមិនអាចរួចចេញក៏មានដែរពេលដែលស្នងដល់កូនចៅហ្នឹងជួនកាលកូនចៅអាចជួយបានដោយសារមានទង្ងន់ខ្លាំងជួនកាលផុងទាំងកូនចៅតទៅទៀត3 4តំណទៅទៀតបាទវិញ្ញាណមនុស្សមានការប្រែតម្រង់បាទពេលត្រឡប់មកកៃវិញតាមច្រកទ្វារច្រកនៃឋានគុំព្រលឹងច្រកទ្វារជីវិតដែលក្នុងព្រលឹងចូលក្នុងព្រលឹងបាទរួមរស់ជាមួយរូបកាយព្រលឹងផ្សេងជាមួយមនុស្សផ្សេងដែលមានព្រលឹងផ្សេងទេបាទតែអាចជាសាច់ញាតិឬជាមួយរូបកាយព្រលឹងផ្សេងពីសាច់ញាតិខ្លួនបាទដូចនេះបើមនុស្សបានទទួលសេចក្តីសង្គ្រោះដែលមកពីព្រះអម្ចាស់យេស៊ូវនោះព្រលឹងវិញ្ញាណនឹងបានរួចទៅទីសុខសាន្តជាដំណើរឆ្ពោះទៅឋានសួគ៌ពេលយើងបានទទួលសេចក្តីសង្គ្រោះដំណើររបស់យើងគឺឆ្ពោះទៅឋានសួគ៌ដំណើរផ្លូវត្រូវដំណើរត្រូវបាទបន្ទប់ចិត្តក្នុងព្រលឹងមានច្រកទ្វារចេញចូលបាទសន្ទប់ទី4តែផ្សេងពីទ្វារចេញចូលសន្ទប់ទី5សន្ទប់មានជីវិតបាទច្រកទ្វារចេញចូលសន្ទប់ទី4ជាច្រកសម្រាប់វិញ្ញាណដែលបានរួចពីឋានក្នុងព្រលឹងជប់កម្មបាទបើវិញ្ញាណខាងក្នុងកាយបើកឲ្យចូលបើកឬបើទ្វារចំហអញ្ចឹងបាទទ្វារបិទគឺក៏ជួអត់បានដែរសេចក្តីទុច្ចរិតរបស់អេប្រាអឹមបានខ្ជាប់ទុកហើយឯអំពើបាបរបស់គេក៏បានសន្សំទុកដែរគេនឹងកើតមានសេចក្តីឈឺចាប់ដូចជាស្រីកំពុងឈឺនឹងសម្រាកូនអញនឹងដោះគេឲ្យរួចពីកណ្ដាប់ដៃនៃឋានឃុំព្រលឹងមនុស្សស្លាប់ក៏នឹងលុះគេឲ្យរួចពីសេចក្តីស្លាប់ដែរបាទខ្ញុំចង់ជម្រាបថានៅឋានឃុំព្រលឹងហ្នឹងគឺទទួលទុកត្រូវទទួលទុកសេចក្តីទុច្ចរិតរបស់ខ្លួនឯងអញ្ចឹងតែព្រះអង្គសារនៅក្នុងនេះគឺលោកអេប្រាអឹមហ្នឹងគាត់ធ្វើអំពើទុច្ចរិតអត់ស្ដាប់តាមបង្គាប់ព្រះអញ្ចឹងតែទ្រង់នៅមានប្រតិយជួយដែរបាទទ្រង់លុះគាត់ចេញពីកណ្ដាប់ដៃឋានឃុំព្រលឹងអញ្ចឹងនេះជាចំណុចដែលមនុស្សទៅឋានឃុំព្រលឹងហើយវិញ្ញាណហ្នឹងគឺគាត់អាចឡើងមកបានដោយសារការសងសេចក្តីទុច្ចរិតទទួលសេចក្តីឈឺចាប់សងគ្រប់រួចអញ្ចឹងចំណុចខាងលើដែលខ្ញុំបានជម្រាបចិត្តគឺជាសកម្មភាពបានគិតឬបានធ្វើរបស់វិញ្ញាណផ្ទាល់ជាសកម្មភាពរបស់មនុស្សរូបកាយដែលមានសកម្មភាពរបស់មនុស្សយើងមានរូបកាយព្រលឹងបាទដែលពុំមានការសម្រេចចិត្តពីវិញ្ញាណទេហើយក៏មានការរួមជាមួយវិញ្ញាណដែរបាទការសម្រេចចិត្តរួមរូបកាយជាមួយវិញ្ញាណនឹងនៅក្នុងបន្ទប់ព្រលឹងមានបលាំងឬក៏អីចិត្តហើយមានឧបករណ៍ដែលពុំមើលឃើញដោយមនុស្សតែមើលឃើញដោយវិញ្ញាណតែកត់ត្រាអំពីដំណើរប្រតិបត្តិការរបស់ជីវិតសកម្មភាពផ្សេងៗអត្តចរិតអញ្ចឹងអានោះជារបស់ព្រលឹងសេចក្តីរបស់ព្រលឹងដែលខ្ញុំជម្រាបពីមុនហ្នឹងរូបកាយព្រលឹងវិញ្ញាណលោកអ្នកដែលបានសង្គ្រោះតាមរយៈព្រះគុណព្រះអង្គម្ចាស់យេស៊ូវពេលលោកអ្នកអធិដ្ឋានទូលសូមនឹងរួមជាមួយសេចក្តីជំនឿលើទ្រង់នោះព្រះវិញ្ញាណទ្រង់ទេវតានៃទ្រង់នឹងសម្អាតបាបលោកអ្នកនោះព្រលឹងនឹងសស្អាតដោយហេមៈបាទតាមអត្ថបទរបស់ខ្ញុំការអធិដ្ឋានជាងព្រះអង្គម្ចាស់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនឹងសូមលោកអ្នកអធិដ្ឋានរួមជាមួយជំនឿបាទរបស់លោកអ្នកដែរនឹងការយាងព្រះមកគង់ជាមួយហើយការអធិដ្ឋានហ្នឹងគួរចាប់ពី2នាក់3នាក់ឡើងបាទដែលមានជំនឿហើយហ្នឹងដើម្បីមានកងកម្លាំងខាងវិញ្ញាណបាទនៅខាងវិញ្ញាណខាងក្នុងហ្នឹងគឺមានជាកម្លាំងដើម្បីឬក៏ជាសាក្សីបាទដើម្បីជួយដោយព្រះវិញ្ញាណឬទេវតាដែលមានការតតាំងជាមួយវិញ្ញាណដឹងខុសឬវិញ្ញាណសេចក្តីមិនល្អហ្នឹងហើយក៏មានការតយុទ្ធនាំឲ្យមនុស្សពេលតយុទ្ធទៅរួចទៅជាអាចប៉ះនឹងបល្ល័ង្កចិត្តមនុស្សឬឧបករណ៍អីចឹងធ្វើឲ្យមនុស្សវិលមុខបាទខ្ញុំបានឃើញវីដេអូខ្លះធ្វើឲ្យមនុស្សវិលមុខអីហ្នឹងតែសេចក្តីហ្នឹងកម្រដែរទេវតាគាត់រុញចេញឬក៏ជួយទប់មិនឲ្យមានការប៉ះនាំឲ្យវិលមុខទេបាទព្រះគម្ពីរយោងព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្សទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលក្នុងរញ្ចាំមកនោះត្រឡប់ជាមានព្រលឹងរស់ឡើងបាទព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាហើយនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្តតែឯដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយបិទថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានព្រះមានបន្ទូលដោយពាក្យប្រៀបប្រដូចមួយទៀតថានគរឋានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលព្រុសពូជល្អនៅស្រែខ្លួនតែកាលមនុស្សទាំងអស់កំពុងតែដេកលក់នោះសត្រូវរបស់ថៅកែនោះក៏មកព្រុសស្រងែនៅក្នុងស្រូវសលៃដែររួចចេញបាត់ទៅខ្ញុំចង់ជម្រាបថាក្នុងមនុស្សគឺស្រងែគឺពូជនេះដឹងខុសបាទពូជដឹងខុសចូលទៅក្នុងមនុស្សដែរបើឯងធ្វើល្អតើមិនបានទឹកមុខរីករាយវិញទៅឬអីបើឯងធ្វើមិនល្អនោះមានអង្វាយលុបបាបដេកនៅមាត់ទ្វារស្រាប់ហើយចិត្តវានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរអស់អ្នកនឿយព្រួយហើយទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាជប់សម្រាកចូលទទួលនំខ្ញុំហើយរៀនពីខ្ញុំចុះបិទខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹងពីព្រោះនំខ្ញុំងាយទេហើយបន្ទប់ខ្ញុំក៏ស្រាលព្រះយេហូវ៉ាទ្រង់មានបន្ទូលថាមក
ចុះយើងនឹងពិភាក្សាគ្នាជាមួយគ្នាទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទេងក៏ដោយគង់តែនឹងបានសដូចហេមៈទោះបើក្រហមឆ្អៅក៏ដោយគង់តែនឹងបានដូចជារោមជាមិញពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់ស្រីល្អនៃព្រះតែដោយពឹងដល់ព្រះគុណទ្រង់នោះបានរាប់ជាសុចរិតទទេដោយសារសេចក្តីប្រោះលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវតែទ្រង់មានបន្ទូលប្រាប់ថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរបិទជីវិតនៃរូបសាច់នោះនៅក្នុងឈាមហើយទ្រង់បានឲ្យឈាមដល់ឯងរាល់គ្នាសម្រាប់នឹងថ្វាយលើអាសនាដើម្បីឲ្យបានធួននឹងជីវិតឯងបិទគឺជាឈាមនោះឯងដែលធួននឹងពលឹងបានបិទឈាមជាជីវិតនៃអស់ទាំងសត្វឈាមនឹងជីវិតនោះគឺតែមួយដោយហេតុនោះបានជាទ្រង់ហាមដល់ពួកកូនចៅអ៊ីស្រាអែលថាឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយគឺសត្វនៃជីវិតសត្វទាំងអស់ជាឈាមនោះឯងអ្នកណាដែលបរិភោគនោះនឹងត្រូវកាត់កាល់ចេញជាពិតកុំឲ្យខ្លាចចំពោះពួកអ្នកដែលសម្លាប់បានតែរូបកាយតែពុំអាចសម្លាប់ដល់ព្រលឹងបានឡើយទូឲ្យខ្លាចព្រះអង្គវិញជាជាងដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹងនិងរូបកាយវិនិច្ឆ័យទៅក្នុងនរកផងបាទខ្ញុំសូមអនុញ្ញាតចែកចាយបទពិសោធន៍ទៅនឹងវិញ្ញាណដឹងខុសដឹងត្រូវបាទពិតខ្ញុំជួបច្រើនតែខ្ញុំសូមលើកចំណុចខ្លះៗបាទខ្ញុំបានដើរមើលមិត្តភ័ក្តិហ្នឹងក៏ឃើញមិត្តភ័ក្តិគាត់មកក្រុមនៅខាងនោះស្ដាំហ្នឹងហើយបន្ទាប់មកដែលឮសលេងចេញពីក្រុមមិត្តភ័ក្តិគាត់ស្រែកថាឯងមិននាំវាដើរលេងហើយឲ្យគេប្រខូចទៅទុកវាឲ្យនៅល្អដល់ណាចឹងគាត់ដើរឲ្យឮសំឡេងស្រែកមកពីក្រុមហ្នឹងតែមិនមែនមនុស្សនៅជិះខ្ញុំចលេចមើលគាត់នៅជិះធម្មតាទេហើយខ្ញុំនៅក្បែរហ្នឹងក៏ឮសំឡេងហ្នឹងដែរចឹងចំណុចទី2ស្ដាប់ឮសំឡេងមានវិញ្ញាណបាទវិញ្ញាណមកប្រាប់វិញ្ញាណមនុស្សគាត់ថាណែឃើញក្មេងធ្វើល្អហើយគាត់សុំឲ្យអ្នកថែសារនេះគាត់ថាជួយទាញក្មេងឲ្យព្រឹត្តធ្លយខ្លះទៅអញ្ចឹងមានសេចក្តីនឹងទៀតបាទមានសេចក្តីដែលខំប្រឹងល្អហើយមានគេវិញ្ញាណផ្សេងហ្នឹងគឺមកប្រាប់កុំឲ្យធ្វើល្អទៀតបាទសេចក្តីមួយទៀតបាទស្ថានមួយទៀតបាទនៅចំណុចទី3ខ្ញុំពិចារណាខ្ញុំទៅទទួលសេវាកម្មតែក៏មានសេវាកម្មល្អដែរតែមានសេចក្តីធ្លុយខ្លះដែលខ្ញុំបានឮហ្នឹងជាចំណែកតូចទេបាទគឺមានស្ថានខ្ញុំចង់ជម្រាបមានស្ថានហ្នឹងគឺបានឮថាណែគាត់និយាយថាគាត់ធ្វើឲ្យយើងល្អគាត់ប្រងធ្វើល្អតែធ្វើសេវាឲ្យយើងអត់ល្អវិញឲ្យមានបញ្ហាអីវិញអញ្ចឹងហើយគាត់ថាណែគាត់ចង់ធ្វើល្អដែរតែគេប្រាប់មកថាកុំឲ្យធ្វើល្អអញ្ចឹងហើយដូចមានវិញ្ញាណចាំបង្អាក់ហើយវិញ្ញាណសេចក្តីមិនល្អចាំបង្អាក់ការងារមិនឲ្យមនុស្សហ្នឹងធ្វើបានសេចក្តីល្អខ្ញុំចង់ជម្រាបសេចក្តីហ្នឹងបាទដូចខ្ញុំទទួលសេវាកម្មហ្នឹងគឺមានខ្ញុំឮសំឡេងវិញ្ញាណប្រាប់ថាកុំទៅជួយវាអញ្ចឹងកុំទៅជួយវាបង្អាក់ប្រាប់ទៅវិញ្ញាណមនុស្សពងតែធ្វើហ្នឹងហើយក៏វិញ្ញាណមនុស្សពេលខ្លះគាត់អត់ហ៊ានធ្វើចេញលទ្ធផលល្អដែរដូចខ្លាចមានវិញ្ញាណពីខាងក្រៅហ្នឹងគឺគាត់មកធ្វើបាបដូចមានក្រុមនៃវិញ្ញាណដែលមិនល្អហៅដឹងខុសហ្នឹងនៃអរិយសតាំងហ្នឹងគឺគាត់មកធ្វើបាបគាត់អញ្ចឹងមានសេចក្តីនឹងដែរបាទជម្រាបឲ្យបានដឹងសន្តានខាងក្នុង